ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីរបៀបឆាក្តាមមីសួរដែលរបៀបនេះប្រហែលជាអាចខុសប្លែកពីបងប្អូនធ្វើបន្តិចដោយសារតែខ្ញុំធ្វើតាមរសជាតិដែលខ្ញុំចូលចិត្តហើយតាមគ្រឿងដែលខ្ញុំមាននៅផ្ទះអញ្ចឹងចាអញ្ចឹងជាដំបូងគឺខ្ញុំបំពងខ្ទឹមឲ្យវារាងពណ៌ក្រហមបន្តិចទៅហើយរាងឡើងឈ្ងុយបន្ទាប់មកទៀតគឺខ្ញុំបានលាយទឹកសុះមានទឹកធម្មតាទឹកប្រេងខ្យងទឹកត្រីស្ករសហើយនិងម្សៅស៊ុបបន្ទាប់មកគឺកូរច្បល់ឲ្យចូលគ្នាឲ្យសព្វអញ្ចឹងបន្ទាប់មកទៀតគឺខ្ញុំយកទឹកដែលបានលាយមិញហ្នឹងចាក់ចូលនៅក្នុងខ្ទះហើយបន្ទាប់មកគឺខ្ញុំបើកភ្លើងតិចតិចនៅពេលដែលវាពុះតិចតិចហើយគឺខ្ញុំបានចាក់ក្តាមដែលខ្ញុំបានលាងហើយបានកាត់ចាក់ចូលនៅក្នុងហ្នឹងហើយក៏បានបើកភ្លើងរៀងខ្លាំងជាងមុនដែរចាបន្ទាប់មកទៀតគឺខ្ញុំបានចាលើកយកវាយកូរវាឲ្យរៀងសព្វណាចាលើកកូរត្រឡប់រហូតដល់វាឡើងពណ៌ក្រហមបន្តិចគឺខ្ញុំខ្លាចវាខ្លោចក៏ខ្ញុំបានចាក់ទឹកបន្ថែមនៅក្នុងខ្ទះនឹងដែរចាហើយក៏ទុកឲ្យវាពុះបន្តិចប៉ុន្តែខ្ញុំបានយកកម៉ោបឆ្នាំងយកខោបដែរប៉ុន្តែខ្ញុំអត់បានថតចាអញ្ចឹងបងប្អូនអាចមើលបាននៅក្នុងហុកនេះគឺខ្ញុំបានបន្ថែមទឹកសោះដែលខ្ញុំចាក់ចូលមុននឹងដោយសារមុននឹងខ្ញុំចាក់ចូលតែពាក់កណ្ដាលទេហើយបន្ទាប់មកទៀតគឺខ្ញុំបានរោយម្រេចនៅក្នុងខ្ទះនឹងដែរហើយនេះគឺមីស៊ូដែលខ្ញុំបានថែមទឹកមុននឹងចាថែមទឹកហើយខ្ញុំបានកាត់រៀងខ្លីៗចាក់ចូលហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមជាមួយនឹងស្ពៃក្តោបតែឃើញអ្នកខ្លះគេដាក់ខ្ទឹមប្រាំងតែខ្ញុំអត់សូវចូលចិត្តខ្ញុំបន្ថែមស្ពៃក្តោបជំនួសវិញចាបន្ទាប់មកទៀតគឺខ្ញុំបានជ្រោយវាឲ្យសព្វគ្រឿងហើយខ្ញុំបន្ថែមជាមួយនឹងម្ទេសហើយនិងស្លឹកខ្ទឹមចូលចានឹងរួចជាការស្រេចចានេះគឺជាលទ្ធផលបងប្អូន